បន្ទាប់ពីបានបណ្ដុះដើមននោងហើយខ្ញុំបានយកដើមននោងនេះយកមកដាំនៅដីផ្ទាល់ជាមួយនឹងដីលបាយដីឥដ្ឋហើយខ្ញុំមិនប្រើប្រាស់ដីលបាយដីឥដ្ឋទាំងស្រុងទេខ្ញុំមានដីកំប៉ុស្តដែលខ្ញុំបានធ្វើនិងរក្សាទុករយៈពេល1ខែហើយខ្ញុំប្រើប្រាស់ដីកំប៉ុស្តកាកសំណល់ផ្ទះបាយមានដូចជាលាមកសត្វកាកសំណល់ផ្ទះបាយសម្រាមកំទេចកំទីស្លឹកឈើយកវាទ្រាប់បាតបែបនេះបន្តិចមកយើងកុំដាក់វាទាំងស្រុងយើងត្រូវតែលាយជាមួយនឹងដីចាស់ដែលយើងដាំដើម្បីកុំឲ្យដីមានរសជាតិជូរនិងហឹរខ្លាំងព្រោះតែកាកសំណល់ផ្ទះបាយខ្លះក៏វាមានកម្ដៅពីការបំលែងជាជីកំប៉ុស្តហ្នឹងធ្វើឲ្យវាខូចឫសដែរអញ្ចឹងយើងប្រើប្រាស់វា50-50ជាមួយនឹងដីដែលយើងដាំនៅផ្ទាល់ដូចគ្នាហើយខ្ញុំដុះជាមួយនឹងថង់ដាំនេះដើមននោងវាមានសុខភាពល្អយកដើមននោងដែលល្អមិនក្រិនយកមកដាំផ្ទាល់នឹងដីហើយខ្ញុំបានដាក់លាយជាមួយនឹងដីលបាយដីឥដ្ឋ50% បែបនេះមកនេះគ្រាន់តែជាការងារប្រចាំថ្ងៃហើយការដាំដុះជាមួយនឹងដំណាំគឺយើងស្វែងរកបទពិសោធន៍ផ្សេងដែលយើងដាំនៅពេលដែលយើងផលិតបានជាដីហើយទើបយើងអាចដាំដំណាំបានបើសិនជាយើងដាំដំណាំដោយមិនមានដីកំប៉ុស្តធ្វើដោយខ្លួនឯងឬក៏យើងទិញដីកំប៉ុស្តពីផ្សារទេគឺដីដែលយើងដាំជាមួយនឹងដំណាំហ្នឹងធ្វើឲ្យដំណាំរបស់យើងក៏វាអត់ល្អដែរអញ្ចឹងបើសិនជាបងប្អូនអាចកែច្នៃជាមួយនឹងដីកំប៉ុស្តបែបនេះលាយជាមួយនឹងដីធម្មតាដែលយើងដាំនៅផ្ទាល់ដីនេះគឺធ្វើឲ្យដំណាំរបស់យើងគឺមានសុខភាពល្អហើយដើមរឹងមាំជាមួយនឹងផ្កានិងផ្លែគឺវាកាន់និងទទួលបានផលទៅថ្ងៃខាងមុខឥឡូវខ្ញុំបានគ្របជាមួយនឹងដីធម្មតាពីលើបន្ថែមទៀតដើម្បីជាស្រទាប់ការពារពីការសំណឹកនៃទឹកភ្លៀងហើយខ្ញុំបានវាឲ្យស្អាតបែបនេះមកកុំឲ្យវាដុះស្មៅបន្ទាប់មកគឺយើងត្រូវស្រោចទឹកឲ្យជោគបងប្អូនទាំងអស់គ្នានៅពេលដែលយើងដាំហើយវាស្រោចទឹកឲ្យវាជោគមកដើម្បីកុំឲ្យដំណាំរបស់យើងនឹងវាអន់ហើយខ្ញុំបានបន្ថែមជាមួយនឹងចម្រឹងឫស្សីបន្ថែមទៀតដោយសារតែនៅទីតាំងនេះគឺសម្បូរជាមួយនឹងមាន់ទាវាមកកាយ